កូនឆ្លុះគ្នាដុតផ្ទះបណ្ដាលឲ្យឆេះស្លាប់ស្ត្រីម្នាក់និងបុរសម្នាក់បានរងរបួសធ្ងន់ធ្ងររួមទាំងបំផ្លាញផ្ទះអស់11ខ្នងនៃខណ្ឌដង្កោភ្នំពេញស្ត្រីម្នាក់បានស្លាប់និងបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុគ្រោះអគ្គិភីឆេះផ្ទះអស់11ខ្នងនាវេលាម៉ោងជាង8យប់ថ្ងៃទី21ខែវិច្ឆិកាហេតុការណ៍នេះកើតឡើងដោយសារតែកូនឆ្លុះគ្នាដុតផ្ទះបង្កជាអគ្គិភីបែបនេះនៅចំណុចផ្លូវលំស្ថិតក្នុងភូមិរលួសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញលោកវរៈសេនីយ៍ឯកព្រំយ៉ននាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភីនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថាដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួតណារិនអគ្គស្នងការជ្រុងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភីនិងសង្គ្រោះត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដោយទទួលបានបទបញ្ជាលោកវរៈសេនីយ៍ឯកព្រំយ៉ននាយការិយាល័យបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលាកុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះលោកវរៈសេនីយ៍ឯកព្រំយ៉ននាយការិយាល័យក៏បានបន្តថាដោយក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភីចំនួន10គ្រឿងក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន18គ្រឿងប្រើប្រាស់ទឹកអស់18ឡានស្មើនឹង160ម៉ែត្រគូបនិងរថយន្តជំនួយក្រុមហ៊ុនស្រកបៀរកម្ពុជាចំនួន1គ្រឿងប្រើប្រាស់ទឹកអស់ចំនួន2គ្រឿងស្មើនឹង12ម៉ែត្រគូបដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះគឺជាប្រភេទផ្ទះឈើប្រក់សង្កសីទំហំ3ម៉ែត្រគុណ6ម៉ែត្រនិងឆែកផ្ទះឈើប្រក់សង្កសីទំហំ3ម៉ែត្រគុណ6ម៉ែត្រចំនួន1ខ្នងនិងបានបណ្ដាលឲ្យឆេះរលៀងដាល់ផ្ទះអ្នកក្បែរអាងអស់ចំនួន10ខ្នងរួមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុងចំពោះករណីអគ្គិភីខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅម៉ោង 11:30 នាទីយប់នេះថ្ងៃខែឆ្នាំដដែលលោកវលិសេនីយ៍ឯកព្រំយ៉ននាយការិយាល័យក៏បានបញ្ជាក់ថាចំពោះហេតុការណ៍គ្រោះអគ្គិភីនេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថាបណ្ដាលមកពីកូនឆ្លុះគ្នាដុតផ្ទះបង្កជាអគ្គិភីដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភីខាងលើនេះបានបណ្ដាលឲ្យមានមនុស្សស្ត្រីម្នាក់ស្លាប់នៅក្នុងហេតុការណ៍នេះនិងមនុស្សប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ផងដែរពីរ៉ូឈិន